អង្គការដឹកនាំព្រះពុទ្ធសាសនាអាត្មាសូមអធិប្បាយអំពីអង្គការដឹកនាំព្រះពុទ្ធសាសនាដែលក្នុងភេទជាព្រះសង្ឃដែលបញ្ញត្តិទៅជាសាសនាបានលុះត្រាតែមានកត្តាគឺទី1ត្រូវមានសាស្តាចាជាអ្នកដឹកនាំសាសនាបានន័យថាមានអ្នកផ្សាយសាសនាទោះបីនៅក្នុងព្រះពុទ្ធសាសនាយើងនេះមានព្រះពុទ្ធព្រះនាមសមណគោតមជាអ្នកត្រាស់ដឹងហើយបានប្រកាសសាសនារបស់ព្រះអង្គនេះជាកត្តាទី1កត្តាទី2ត្រូវមានពាក្យព្រានប្រដៅរបស់សាសនានោះដូចជាព្រះពុទ្ធសាសនាយើងមានគម្ពីរព្រះត្រៃបិដកជាគោលចរិតរបស់ព្រះពុទ្ធជាម្ចាស់ទី3ត្រូវមានអ្នកទទួលស្គាល់ទទួលជឿឬកាន់តាមគឺបានន័យថាមានពុទ្ធបរិស័ទទី4ត្រូវមានគណៈសង្ឃជាអ្នកដឹកនាំសាសនាព្រោះថាសាសនានីមួយៗបើគ្មានភេទពិសេសជាភេទដឹកនាំទេសាសនានោះពុំអាចលូតលាស់រីកចម្រើនបានឡើយដូច្នេះភេទព្រះសង្ឃជាភេទមួយពិសេសដែលត្រួតត្រងព្រះពុទ្ធសាសនាដោយផ្ទាល់នៅក្នុងការកាន់សាសនាលោកចែកអ្នកប្រតិបត្តិជាពីរចំណែកទី1គឺភេទអ្នកបួសខ្មែរយើងហៅថាឧត្តមភេទនេះគឺបព្វជិតមួយទៀតភេទជាគ្រហស្ថប៉ុន្តែជាអ្នកមានសិល5សិល8ឬសិល10ចំពោះភេទអ្នកបួសដែលយើងហៅថាភេទព្រះសង្ឃនោះត្រូវបួសតាមវិន័យបញ្ញត្តិជាគោលបញ្ញត្តិកម្មចំណែកគ្រហស្ថដែលជាអ្នកនៅគ្រប់គ្រងផ្ទះកើតឡើងដោយចេតនាកម្មគឺការសមាទានសិល5សិល8ឬសិល10គ្រាន់តែកាន់ចិត្តវាគឺវិរតិចេតនាទើបបានកើតជាសិលចំពោះអ្នកបួសនៅសម័យពុទ្ធកាលមានពីរពួកគឺភិក្ខុនិងភិក្ខុនីដែលព្រះពុទ្ធបរិនិព្វានទៅបានជាង500ឆ្នាំត្រូវអស់មានភិក្ខុនីនៅសល់តែភិក្ខុនិងសាមណេរដូច្នេះព្រះពុទ្ធសាសនាខាងថេរវាទហីនយានយើងនេះមានតែភិក្ខុនិងសាមណេរតែប៉ុណ្ណោះចំពោះព្រះពុទ្ធសាសនាផ្នែកមហាយានអាចបួសជាភិក្ខុនីបានដូច្នេះការបួសជាភិក្ខុឬសាមណេរត្រូវតាក់ទងដល់ព្រះវិន័យនៅសម័យពុទ្ធកាលការបួសមានលក្ខណៈផ្សេងរហូតដល់មាន8យ៉ាងមានបួសជាអេហិភិក្ខុគឺព្រះពុទ្ធជាម្ចាស់បានបំពុះផ្ទាល់គ្រាន់ថាអ្នកឯងចូលជាភិក្ខុចុះជននោះក៏คล้ายទៅជាភិក្ខុហៅថាភិក្ខុឧបសម្បទាប៉ុន្តែដោយមានព្រះសង្ឃច្រើនហើយព្រះពុទ្ធមានពុទ្ធានុញ្ញាតឲ្យបួសជាគណៈសង្ឃគឺនៅក្នុងមជ្ឈិមប្រទេសជាប្រទេសសម្បូរព្រះសង្ឃត្រូវព្រះសង្ឃបំពោះមានឧបជាគ្រូសូត្រនិងព្រះសង្ឃគង់ហត្ថបទមានរហូតដល់21អង្គហេតុដែលថាឲ្យមានច្រើនដូច្នេះពីព្រោះនៅក្នុងមជ្ឈិមប្រទេសច្រើនសម្បូរព្រះសង្ឃព្រះពុទ្ធបានអនុញ្ញាតការបួសនៅក្នុងបច្ឆិមប្រទេសមិនសូវសម្បូរព្រះសង្ឃគឺដូចជាប្រទេសនៅកាន់ច្រកមាត់ញោកអាចគណៈសង្ឃពី5អង្គឡើងទៅអាចបំពោះកុលបុត្រជាភិក្ខុបានដូច្នេះការបួសត្រូវតាក់ទងនឹងព្រះវិន័យមុនដំបូងឡើងជាភិក្ខុត្រូវបព្វជិជាសាមណេរសិននៅក្នុងការបួសជាសាមណេរតាមពិនិត្យតាមអត្ថន័យគឺបួសដោយទទួលត្រៃសរណគមជាឧបតោសទ្ធិគឺបរិសុទ្ធទាំងសងខាងនឹងបានន័យថាព្រះឧបជាជាអ្នកបំពោះបានអានប្រត្រៃសនគមត្រឹមត្រូវទៅតាមភាសាបាលីផងហើយបព្វជាបេខៈ
អ្នកដែលបួសក៏ត្រូវអានបាលីឲ្យត្រឹមត្រូវផងទើបឡើងជាសាមណេរបានការបួសជាសាមណេរហើយទើបបំពេញឧបសម្បទាជាភិក្ខុដែលខ្មែរយើងហៅថាញត្តិគឺបួសដោយញត្តិចតុដ្ឋកម្មវាចាគឺកម្មវាចាមានបញ្ញត្តិជាគម្រប់4គឺព្រះសង្ឃបានសូត្រញត្តិប្រកាសប្រាប់ជំនុំសង្ឃហើយឲ្យសង្ឃអនុម័ត3ដងទៀតថាព្រមឲ្យមនុស្សនោះបួសឬទេនៅក្នុងការបួសហើយសូត្ររហូតដល់3ដងនោះក្នុងន័យថាការដែលយើងត្រូវវាចាកនៅអន្តរាយិកធម៌គឺបានសេចក្តីថាមនុស្សដែលមកបួសនោះមានកាយសម្បទាត្រឹមត្រូវមានមិនកំបុតដៃកំបុតជើងខ្លងជាដើមការដែលឲ្យមានកាយសម្បទាល្អត្រឹមត្រូវនេះគឺដើម្បីរក្សាសទ្ធាទាយុកុំឲ្យធ្លាក់ចុះគឺឲ្យទាយុមានសទ្ធាពេញលក្ខណៈម្យ៉ាងទៀតការដែលបួសមិនជំពាក់តាក់ទងនឹងជនដទៃមានខុសនឹងច្បាប់រដ្ឋជាដើមដើម្បីការពារពេលបួសហើយកុំឲ្យមានរឿងរ៉ាវនៅក្នុងសាសនាដូច្នេះសាសនារបស់ព្រះពុទ្ធបានរៀបចំគណៈសង្ឃឲ្យបានបរិសុទ្ធត្រឹមត្រូវកុំឲ្យមានរឿងរ៉ាវផងហើយអាចឲ្យប្រព្រឹត្តព្រហ្មចរិយាបានល្អត្រឹមត្រូវផងការដែលសង្ឃសូត្រញត្តិអនុម័តថាឲ្យបួសហើយការបួសនោះទុកជាបានការនៅក្នុងព្រះវិន័យមានការសូត្របាលីជាគោលហើយបើចប់ញត្តិចតុដ្ឋកម្មវាចាហើយលោកសន្មតថាជននោះបានបួសពេញលក្ខណៈជាភិក្ខុហើយបានជាខ្មែរដល់ចុងក្រោយបានមានផ្ដាំនាគគឺជាការទូមានបណ្ដោះអាសន្នហៅថាទម្លុះអនុសាសនីយ8គឺអករណីយកិច្ច4និងករណីយកិច្ច4គឺប្រាប់ជាបណ្ដោះអាសន្នកុំឲ្យមានកំហុសពេលបួសដូចជាបានប្រាប់ថាអ្នកបួសត្រូវវាចាកការសម្លាប់សត្វវាចាកការកាន់យកទ្រព្យសម្បត្តិអ្នកដទៃវាចាកការប្រព្រឹត្តនៅមេថុនធម៌វាចាកការពោលអួតឧត្តរមនុស្សធម៌ជាដើមរីឯអនុសាសនីយដែលជាពាក្យព្រានប្រដៅពន្យល់អំពីករណីយកិច្ចដែលត្រូវធ្វើបានសេចក្តីថាអ្នកបួសត្រូវដើរបិណ្ឌបាតប្រើសម្ពត់បង្សុកូលអ្នកបួសត្រូវនៅក្រោមម្លប់ដើមឈើជាដើមនេះដើម្បីឲ្យដឹងរបៀបអនុវត្តក្នុងកិច្ចព្រះពុទ្ធសាសនាប៉ុន្តែបើមានអត្តរេកលាភកើតឡើងដូចជាពេលគេប្រគេនកុដិសាលាគួរនៅអាស្រ័យបានមិនបាច់នៅក្រោមម្លប់ឈើក៏បានបើសិនណាជាគេប្រគេនចង្ហាន់ហើយមិនបាច់ដើរបិណ្ឌបាតក៏បាននេះហៅថាអត្តរេកលាភនិងបន្ទាប់ពីឧបសម្បទាហើយឧបជាឬអាចារ្យបានពន្យល់ដូច្នេះជាបណ្ដោះអាសន្នដូច្នេះការបួសជាការសន្មតតាមវិន័យបញ្ញត្តិបួសដោយគណៈសង្ឃតាក់ទងនឹងវិន័យបញ្ញត្តិដែលមានចែងនៅក្នុងបព្វជិខន្ធកៈសពគ្រប់ហើយចំពោះកុហកសពថ្ងៃនេះគ្មានរឿងភិក្ខុនីទេប៉ុន្តែបើកុហកមានបំណងចង់កាន់ពុទ្ធសាសនាឲ្យបានបរិសុទ្ធឲ្យបានខ្លាំងពុទ្ធបរិស័ទជាកុហកដែលមានភេទជាស្ត្រីអាចសមាទានសិល10បានប៉ុន្តែមិនមែនកើតដោយបញ្ញត្តិកម្មទេគឺកើតដោយចេតនាកម្មទោះបីកុហកមានឋានៈមានសិល10ក៏ដោយក៏មិនស្មើនឹងសាមណេរដែរពីព្រោះសាមណេរទោះបីកាន់សិល10ប៉ុន្តែមានកិច្ចដែលត្រូវធ្វើត្រូវកាន់ច្រើនទៅទៀតដូចជាសក្ខីវត្ត75ជាដើមនិងអាចរិយវត្តដូច្នេះសាមណេរចាត់ជាឧត្តមភេទចំណែកគ្រហស្ថដែលនៅគ្រប់គ្រងផ្ទះនៅជាហីនភេទដដែលទោះបីសមាទានសិល10ហើយក៏ដោយ
ប៉ុន្តែបាននិយាយអំពីនេក្ខមៈដែលយើងហៅថាការបួសនោះលោកសង្កត់ធ្ងន់ទៅលើការចេញចាកកាមគឺការចេញចាកកង្វល់បលិពោធការជាប់ចម្ពាក់នឹងរូបក្លិនរសសម្ផស្សផោតពៈជាដើមជនណាមួយដែលឃើញទោសនៅក្នុងកម្មគុណជននោះចាត់ទុកថាជាអ្នកបួសបានដោយបរិយាយដូច្នេះបានសេចក្តីថានៅក្នុងសង្គមនេះទោះបីគ្មានភិក្ខុនីក៏ដោយក៏ស្ត្រីអាចធ្វើខ្លួនឲ្យបរិសុទ្ធបានហើយអាចប្រព្រឹត្តព្រហ្មចរិយៈឲ្យលុះដល់មគ្គផលបានបើសិនណានិស្ស័យវាសនាគឺសេចក្តីព្យាយាមរបស់ខ្លួនដល់ពេលដល់វេលាដូច្នេះរហូតមកដល់ពេលនេះពុទ្ធសាសនាខាងថេរវាទហើយនយានយើងមិនទាន់បានពិភាក្សាគ្នាថាគួរធ្វើត្រូវធ្វើបង្កើតឲ្យមានភិក្ខុនីនៅក្នុងសាសនាឡើយទេពីព្រោះបន្ទាប់ពីព្រះពុទ្ធបរិនិព្វានទៅនោះបានជាង500ឆ្នាំអស់មានភិក្ខុនីរួចទៅហើយគ្មានតមកទៀតទោះបីយ៉ាងណាក៏ដោយពុទ្ធបរិស័ទដែលជាកុហកជាឧបាសកឧបាសិកានិងព្រះសង្ឃទាំងពីរក្រុមនេះជាអ្នកថែរក្សាពុទ្ធសាសនាឲ្យគង់វង្សបានព្រះសង្ឃជាអ្នកថែរក្សានិងផ្សាយពុទ្ធសាសនាដោយផ្ទាល់ព្រោះអ្វីព្រោះថាការត្រួតត្រងពុទ្ធសាសនាការផ្សាយពុទ្ធសាសនាបើគ្មានភេទពិសេសដែលមានឋានៈជាព្រះសង្ឃទេមិនអាចដឹកនាំពុទ្ធសាសនាឲ្យលូតលាស់បានឡើយព្រោះអ្វីព្រោះថាព្រះសង្ឃបានលះបង់នៅការងារមានភេទជាកុហកគ្មានផ្ទះគ្មានសម្បែងគ្មានទ្រព្យគ្មានសម្បត្តិគ្មានប្រពន្ធកូនដូច្នេះជាជីវិតបរិសុទ្ធមានពេលវេលាច្រើនដើម្បីធ្វើការអភិវឌ្ឍព្រះពុទ្ធសាសនាឲ្យលូតលាស់ទៅមុខបានគេចាត់ទុកព្រះសង្ឃជាកូនច្បងគ្រហស្ថជាឧបាសកឧបាសិកាជាកូនប្អូនកូនបងនិងកូនប្អូនទាំងពីរនេះដាក់ដៃគ្នាផ្សាយពុទ្ធសាសនាឲ្យលូតលាស់តទៅទៀតភេទព្រះសង្ឃជាភេទពិសេសដែលព្រះពុទ្ធបានបង្កើតគណៈសង្ឃឡើងគឺដើម្បីឲ្យទ្រទ្រង់ពុទ្ធសាសនាផងឲ្យផ្សាយពុទ្ធសាសនាទៅក្នុងមជ្ឈដ្ឋាននៃមនុស្សលោកទូទៅផងដូច្នេះបញ្ជាក់ឲ្យឃើញថាភេទមួយជាភេទព្រះសង្ឃនេះជាភេទពិសេសដែលពុទ្ធសាសនាបានប្រកាសថាភេទនេះអាចរកសេចក្តីបរិសុទ្ធឃើញហើយអាចធ្វើវិធីរំដោះទុក្ខបានឆាប់ជាងភេទជាកុហកព្រោះអ្វីប្រភេទជាកុហកមានបលិពោធកង្វល់ច្រើនក្នុងការងារចិញ្ចឹមជីវិតដូចជាពុទ្ធបានអនុញ្ញាតរឿងឧបោសថកម្មការរក្សាឧបោសថរបស់កុហកគឺក្នុងមួយខែ6ដងជាដំបូងប៉ុន្តែក្រោយទៀតអដ្ឋកថាបន្ថែម2ថ្ងៃទៀតគឺបន្ថែមថ្ងៃ5កើតនិង5រោចទៅជាមួយខែមាន8ដងក្នុងការរក្សាឧបោសថសិល8ហេតុអ្វីបានជាមិនរក្សារាល់ថ្ងៃទៅថាដោយសារកុហកមានការកង្វល់ច្រើនក្នុងការចិញ្ចឹមជីវិតគ្មានពេលឱកាសនឹងមកសមាទាននៅឧបោសថសិលរាល់ថ្ងៃបានដូច្នេះការរក្សាឧបោសថសិលក្នុងមួយខែត្រឹមតែ6ដងឬ8ដងជាការប្រសើរណាស់ទៅហើយនេះជាហេតុផលមួយនៃការរក្សានៅឧបោសថសិលរបស់គ្រហស្ថប៉ុន្តែបន្ទាប់ពីការរក្សានៅឧបោសថសិលរបស់គ្រហស្ថហើយនៅសល់សិល5ហៅថានិច្ចសិលត្រូវរក្សាជាប់ជានិច្ចបើមិនរក្សាទេគឺមានទោសតាមផ្លូវលោកហៅថាលោកវច្ចៈអ្នករក្សាសិលហើយធ្វើឲ្យដាច់ទៅវិញឬក៏អ្នកមិនបានសមាទានមិនបានរក្សាសិលត្រូវមានទោសដូចគ្នាដូចជាពាក្យខ្មែរយើងថាសមាទានសិល5ចាំសិល8គឺថាសិល5រក្សាជានិច្ចដល់ពេលថ្ងៃសិលទើបរក្សាតទៅទៀត
នេះបញ្ជាក់អំពីការកាន់ពុទ្ធសាសនាបានមានពីរប្រការនឹងឯងពុទ្ធមុនបរិនិព្វានទៅព្រះអង្គបានផ្ដាំនឹងអានន្ទនៅក្នុងធម៌យោវោនោះលោកបញ្ជាក់ថាបើអត់ពីតថាគតទៅនៅមានធម៌របស់តថាគតជាគ្រូជាអាចារ្យរបស់អ្នករាល់គ្នាហើយអ្នកណាជាអ្នករក្សាពុទ្ធសាសនាគឺមានភិក្ខុភិក្ខុនីហើយសប្តាហ៍ថ្ងៃហៅសាមណេរនិងឧបាសកឧបាសិកានឹងឯងជាអ្នករក្សាត្រត្រង់ពុទ្ធសាសនាធ្វើឲ្យពុទ្ធសាសនារុងរឿងទៅបានដោយសារបរិស័ទរបស់ព្រះអង្គទាំង4ពួកនឹងឯងបានសេចក្តីថាដរាបណាភិក្ខុសាមណេរឧបាសកឧបាសិកាស្រឡាញ់ចូលចិត្តសិក្សាត្រត្រង់ពុទ្ធសាសនាហើយពុទ្ធសាសនាអាចស្ថិតតទៅមុខទៀតបានទោះបីលើសពី 5000 ឆ្នាំក៏ដោយពេលមុនបរិនិព្វានព្រះអានន្ទបានទូលសួរពុទ្ធជាម្ចាស់ថាបន្ទាប់ពីព្រះពុទ្ធបរិនិព្វានទៅតើសាសនារបស់ព្រះអង្គត្រូវរលត់ត្រឹមប៉ុណ្ណេះឬនៅមានបន្តទៅទៀតព្រះពុទ្ធបានឆ្លើយថាមនាលអានន្ទតាមតថាគតពិនិត្យមើលទៅសាសនាតថាគតមិនមែនរលត់ត្រឹមនេះទេនៅបន្តទៅទៀតរហូតដល់ 5000 ឆ្នាំគឺថាសត្វដទៃអាចនឹងត្រទ្រង់ស្រឡាញ់គោរពប្រតិបត្តិសាសនាតថាគតបានរហូតដល់ 5000 ឆ្នាំតទៅទៀតដូច្នេះបញ្ជាក់ថាសាសនារបស់ព្រះពុទ្ធស្ថិតនៅឬមិនស្ថិតនៅនេះគឺអាស្រ័យនៅលើគេទទួលកាន់យកឬគេមិនទទួលកាន់យកតែប៉ុណ្ណោះរបស់អ្វីមួយបើនៅតែមានគេគាំទ្រនៅតែមានគេចូលចិត្តនៅតែមានគេស្រឡាញ់របស់នោះអាចស្ថិតនៅបានរបស់អ្វីក៏ដោយឲ្យតែគេមិនស្រឡាញ់គេមិនចូលចិត្តហើយរបស់នោះមិនយូរមិនឆាប់ត្រូវតែវិនាសបាត់បង់ទៅវិញយ៉ាងណាមិញព្រះពុទ្ធសាសនារហូតដល់បច្ចុប្បន្នកាលនេះទើបតែបានជាងពាក់កណ្ដាលសាសនាដូច្នេះសាសនារបស់ព្រះពុទ្ធមិនទាន់រលត់រលាយនៅឡើយទេព្រោះអ្វីព្រោះនៅមានគម្ពីរក្បួនច្បាប់គឺព្រះពុទ្ធដីកានៅមានអ្នកប្រាជ្ញចេះដឹងផ្នែកព្រះពុទ្ធសាសនាត្រត្រង់និងប្រតិបត្តិតាមនៅឡើយដូច្នេះសាសនារបស់ព្រះអង្គត្រូវស្ថិតនៅតទៅទៀតដោយហេតុអ្វីដោយសារសច្ចធម៌ជាការពិតរបស់ព្រះពុទ្ធជាម្ចាស់គេសង្កេតឃើញថាធម៌របស់ព្រះពុទ្ធជាធម៌មួយមានហេតុផលត្រឹមត្រូវជាសច្ចធម៌ដូច្នេះបើសច្ចធម៌នោះនៅមានគេទទួលស្គាល់ដរាបណាសច្ចធម៌នឹងនៅបន្តទៅទៀតដរាបនោះដូច្នេះគ្រប់កលៈទេសៈទាំងអស់ត្រូវមានភេទអ្នកបួសនេះហើយជាភេទដែលអាចរៀបចំអង្គការពុទ្ធសាសនាឲ្យលូតលាស់ទៅបានហើយអង្គការពុទ្ធសាសនារបៀបហីនយានយើងដែលមានលក្ខណៈផ្សេងពីគ្នាគ្រប់ពុទ្ធសាសនារបៀបថៃរបៀបភូមារបៀបស្រីលង្កាជាដើមទោះបីជាពុទ្ធសាសនាថេរវាទដូចគ្នាពិតមែនប៉ុន្តែលក្ខណៈជាតិនីមួយមានលក្ខណៈផ្សេងពីគ្នាជនជាតិខ្មែរយើងគួររក្សាទុកនៅពុទ្ធសាសនាជាហីនយានរបៀបថេរវាទហើយជាពុទ្ធសាសនារបស់ខ្មែរនិយមរបៀបខ្មែរនិយមតាមការលក្ខណៈខ្មែរយើងពាក្យថាថេរវាទនិងអាចារ្យវាទទាំងពីរនេះគឺជានិកាយដែលបែកពីគ្នាបន្ទាប់ពីព្រះពុទ្ធបរិនិព្វានទៅអាចារ្យវាទបានដល់មហាយាននេះឯងដែលបានកែប្រែធម៌វិន័យខ្លះរបស់ព្រះពុទ្ធជាម្ចាស់បន្ធូរបន្ថយវិន័យខ្លះហៅថាអាចារ្យវាទគឺនៅកណ្ដាប់ដៃអាចារ្យគឺធ្វើតាមអាចារ្យចំណែកពុទ្ធ
ศาสนาเทรเวทคือพุทธศาสนาให้ในเยียนอย่างนี้ធ្វើទៅតាមព្រះថេរៈដែលបានធ្វើសង្គាយនា5លើកគឺរក្សាទុកតាមបែបគឺពុទ្ធដីកានិងអត្ថកថាជាពិសេសព្រះអរហន្តបានធ្វើសង្គាយនានិងកែប្រែនិងហៅថាពុទ្ធសាសនាថេរវាទយើងធ្វើតាមព្រះថេរៈដែលគេឲ្យឈ្មោះថាពុទ្ធសាសនាមហាយានមហានឹងប្រែថាធំប្រែថាយានធំគឺអ្នកបំបែកនឹងឯងឲ្យឈ្មោះខ្លួនឯងថាមហាយានដោយគេនិយាយថាសាសនាដែលគេបំបែកនឹងជាយានធំអាចផ្ទុកសត្វទៅនិព្វានបានច្រើនបានជាគេឲ្យឈ្មោះថាមហាយានចំណែកពុទ្ធសាសនាហីនយានដែលគេឈ្មោះថាពុទ្ធសាសនាបែបថេរវាទដែលយើងរក្សាទុកនៅគម្ពីរព្រះត្រៃបិដកជួនកាលគេឲ្យឈ្មោះថាហីនយានប្រែថាយានតូចផ្ទុកសត្វទៅនិព្វានបានតិចនេះគឺគេឲ្យឈ្មោះរបស់អ្នកបំបែកនឹងឯងម្យ៉ាងទៀតពាក្យមួយទៀតព្រះពុទ្ធសាសនាមហាយាននិងហីនយាននេះមានពាក្យមួយទៀតថាពុទ្ធសាសនារបៀបតក្ខណនិកាយពុទ្ធសាសនារបៀបតក្កណនិកាយបានមកជាពុទ្ធសាសនាថេរវាទរបស់យើងនឹងឯងគឺពុទ្ធសាសនាថេរវាទនេះបានផ្សាយទៅទិសខាងត្បូងពីព្រោះពាក្យថាតក្កណប្រែថាទិសខាងត្បូងចំណែកពុទ្ធសាសនាមហាយានបានផ្សាយទៅទិសខាងជើងគេឲ្យឈ្មោះថាពុទ្ធសាសនាឧត្តរនិកាយអត្តរៈប្រែថាទិសខាងជើងដូចជាម្ដុំទីបេជាដើមដូច្នេះពេលព្រះពុទ្ធបរិនិព្វានទៅការផ្សាយពុទ្ធសាសនានឹងមានការផ្សាយបែកគ្នាគឺថាមហាយានច្រើនផ្សាយទៅទិសខាងជើងហៅថាឧត្តរនិកាយពុទ្ធសាសនាខាងហីនយានផ្សាយទៅទិសខាងត្បូងហៅថាតក្កណនិកាយនេះជាពាក្យដែលគេប្រើនៅក្នុងរឿងពុទ្ធសាសនាហីនយាននិងមហាយានប៉ុន្តែពុទ្ធសាសនាទាំងពីរប្រភេទនេះក៏មានគណៈសង្ឃដូចគ្នាគណៈសង្ឃជាអ្នកដឹកនាំពុទ្ធសាសនាប៉ុន្តែគណៈសង្ឃខាងមហាយាននេះគឺមានវិន័យធូរជាងហីនយានយើងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏មានអង្គការសម្រាប់រៀបចំពុទ្ធសាសនាខាងមហាយាននោះឲ្យរីកចម្រើនលូតលាស់របស់គេដែរពុទ្ធសាសនាហីនយានយើងដូចជាប្រទេសកម្ពុជាប្រទេសថៃឡង់ប្រទេសស្រីលង្កាប្រទេសភូមាជាដើមនិងកាន់ពុទ្ធសាសនាហីនយានហើយពុទ្ធសាសនាមហាយានដូចជាប្រទេសទីបេប្រទេសចិនប្រទេសកូរ៉េប្រទេសជប៉ុនជាដើមនឹងពុទ្ធសាសនាផ្នែកមហាយានប៉ុន្តែទោះបីពុទ្ធសាសនាទាំងពីរប្រភេទបែបនិកាយគ្នាយ៉ាងនឹងក៏ដោយក៏នៅតែមានគោលគំនិតនិយាយពីព្រះនិព្វានដូចគ្នាក្នុងការរំដោះទុក្ខរបស់មនុស្សសត្វគឺបានសម្រេចព្រះនិព្វានទើបបញ្ចប់នៅសេចក្តីទុក្ខបានដូច្នេះសរុបសេចក្តីទៅការដែលពុទ្ធសាសនាអាចលូតលាស់ទៅបានត្រូវមានអង្គការដឹកនាំដែលមានភេទជាព្រះសង្ឃជាភេទបរិសុទ្ធទើបធ្វើឲ្យអង្គការពុទ្ធសាសនានេះបានលូតលាស់ទៅបានបើគ្មានអង្គការដឹកនាំមានឋានៈជាព្រះសង្ឃទេពុទ្ធសាសនាមិនអាចលូតលាស់ទៅបានឡើយគណៈសង្ឃជាភេទមួយបរិសុទ្ធមានពេលវេលាច្រើនអាចនឹងសិក្សាធម៌វិន័យហើយនឹងផ្សាយពុទ្ធសាសនាបានលើសពីសម័យពុទ្ធកាលរហូតដល់សម័យបច្ចុប្បន្នកាលនេះជាពិសេសជនជាតិខ្មែរយើងគ្រប់ទីកន្លែងទាំងអស់តែងតែមានវត្តអារាមតែងតែមានព្រះសង្ឃដែលជាអង្គការមួយជួយសម្រួលកិច្ចការដើម្បីធ្វើឲ្យពុទ្ធសាសនាជ្រួតជ្រាបទៅក្នុងមជ្ឈដ្ឋាននៃប្រជាពលរដ្ឋខ្មែរយើងគឺរក្សាទុកនៅគំនិតរបស់ពុទ្ធផងហើយនឹងរៀបចំឲ្យលូតលាស់ចម្រើនឡើងថែមទៀតក៏បីធ្វើឲ្យពុទ្ធសាសនាកាន់តែលូតលាស់ថែមទៀត
ព្រះសង្ឃត្រូវមានមុខងារនាទីមួយច្បាស់លាស់ក្នុងការសិក្សាធម៌វិន័យហើយនឹងត្រួតត្រងព្រមទាំងផ្សាយព្រះពុទ្ធសាសនាឲ្យបានលូតលាស់តទៅទៀតផង